ធម្មតាសម្រាប់កូនក្មេងអាយុក្រោម1ខួបគឺយើងអាចប្រើគ្រឿងទេសបោះមនុស្សធំទៅលើចំណីអាហាររបស់កូនបានទេបើសិនជាម៉ាម៉ាក់ចង់បានបង្កើនរសជាតិរសឆ្ងាញ់ទៅលើចំណីអាហារកូនយើងអាចប្រើប្រភេទទឹកស៊ីអ៊ីវចាអាចប្រើជំនួសស្ករអំបិលប៊ីចេងបោះមនុស្សធំបានខ្ញុំណែនាំជាមួយនឹងទឹកស៊ីអ៊ីវដែលយើងអាចប្រើទៅលើចំណីអាហាររបស់កូនតូចបានណានេះគឺជាប្រភេទទឹកស៊ីអ៊ីវរបស់ជប៉ុនក្មេង10ខែឡើងទៅឬក៏1ខួបឡើងអាចប្រើប្រាស់បាននេះរសជាតិគឺឆ្ងាញ់មែនតើរសជាតិគឺរឿងប្រៃឡំដាក់ទៅលើបបរឬអាចប្រឡាក់សាច់ចៀនឆាបានទាំងអស់តែម្ដងសម្រាប់ទឹកស៊ីអ៊ីវនេះផងដែរខ្ញុំកំពុងប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់កូនរបស់ខ្ញុំហ្មងហើយនេះរសជាតិឆ្ងាញ់ណាស់ម៉ាម៉ាក់ដែលគាត់ធ្លាប់សាហើយដល់ជាប់ម្ខាងនេះវិញគឺជាប្រភេទទឹកស៊ីអ៊ីវដូចគ្នាដែរសម្រាប់ក្មេង10ខែឬ1ខួបឡើងទៅអាចប្រើប្រាស់បានដូចគ្នាដែរជាផលិតផលរបស់ជប៉ុនដូចគ្នាបងអូនចានេះគឺសម្រាប់ដបរបស់គេរូបរាងបែបនេះចានេះគឺប្រភេទដបដូចទឹកស៊ីអ៊ីវរបស់យើងមនុស្សធំអញ្ចឹងចាហើយសម្រាប់នេះគឺជាប្រភេទទឹកស៊ីអ៊ីវសម្រាប់ក្មេង6ខែឡើងទៅអាចប្រើប្រាស់បានអញ្ចឹងសម្រាប់ម៉ាក់ចង់បង្កើនរសជាតិទៅលើចំណីអាហារកូនដើម្បីឲ្យចាប់ជាតិឆ្ងាញ់អាចប្រើប្រភេទទឹកស៊ីអ៊ីវនេះដាក់ទៅលើបបរកូនបានណាសម្រាប់ខាងនេះគឺពិសេសជាងគេបន្តិចសម្រាប់ម៉ាក់ដែលគាត់មានកូនអាឡែស៊ីគឺពិបាកមែនតើជាពិសេសអាឡែស៊ីមួយសណ្ដែកពិបាករកអីញ៉ាំហ្នឹងអញ្ចឹងម៉ាក់អាចប្រើប្រាស់ជាមួយទឹកស៊ីអ៊ីវ brand ផ្សិតនេះបានណាចាយើងអាចដាក់លើចំណីអាហារចៀនឆាបានមកចប់រសជាតិដឹងតែឆ្ងាញ់ហ្មងណា